សូមក្រាបថ្វាយបង្គំថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះគឺជាថ្ងៃទី20ឧសភាគឺជាទិវាជាតិនៃការចងចាំដើម្បីរំលឹកកុំឲ្យយើងភ្លេចរបបបល្ល័ង្កពូជសាសន៍ដ៏ឃោរឃៅក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងទិវាដ៏មានអត្ថន័យនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមដកស្រង់ប្រសាសន៍ក្រោយរំលឹករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃយើងដែលជាការដាស់ស្មារតីកូនខ្មែរគ្រប់រូបកុំឲ្យភ្លេចអតីតកាលដ៏ខ្មៅងងឹតនិងរួមគ្នាការពារសន្តិភាពឲ្យបានគង់វង្សទី1សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនិងជាស្ថាបនិកនិងប្រតិបត្តិការសន្តិភាពនិងនយោបាយឈ្នះនៅកម្ពុជាបានរំលឹកឲ្យយើងដឹងថាទិវាជាតិនៃការចងចាំ20ឧសភាគឺជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូបចងចាំមិនភ្លេចនៅរបបកម្ពុជាប្រជាធិបតេយ្យឬហៅថារបបបល្ល័ង្កពូជសាសន៍ប៉ុលពតចន្លោះពីថ្ងៃទី17មេសា1975ដល់6មករា1979ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹតទិវានេះគឺជាការរំលឹកនិងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង3លាននាក់ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងនិងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលពួកគេបានឆ្លងកាត់ជិត3ទសវត្សរ៍ក្នុងភ្លុកភ្លើងសង្គ្រាមនិងទឹកភ្នែកក្នុងការកាប់សម្លាប់ការបំផ្លិចបំផ្លាញការជំលះចេញពីលំនៅឋានដោយបង្ខំនិងការបង្ខំឲ្យធ្វើការដោយសត្វធាតុមិនតែប៉ុណ្ណោះប្រជាពលរដ្ឋកម្ពុជាត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាលគ្មានអាហារបរិភោគគ្រប់គ្រាន់គ្មានសិទ្ធិសេរីភាពគ្មានលទ្ធិប្រជាធិបតេយ្យហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរដើម្បីកុំឲ្យរបបនេះវិលមកវិញសូមចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្ដល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារសហគមន៍និងប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទី2សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាក៏បានរំលឹកឲ្យយើងចងចាំថារាជរដ្ឋាភិបាលបានកំណត់យកថ្ងៃ20ឧសភាជាទិវាជាតិនៃការចងចាំដើម្បីរំលឹកដល់ជនរងគ្រោះនឹងការឈឺចាប់នៃអក្រិតកម្មដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យទិវានេះក៏ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធនិងការធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យលើកតម្កើងការរំលឹកដល់ជនរងគ្រោះការស្ដារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះបើទោះបីជានៅរស់រានមានជីវិតឬក៏បានស្លាប់បាត់បង់ជីវិតក៏ដោយប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឲ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជានិងលើកកម្ពស់ការផ្សព្វផ្សាយការយល់ដឹងអំពីអំពើឃោរឃៅដែលកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឲ្យកើតមានឡើងសារជាថ្មីហើយប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្ដល់ឱកាសឲ្យរៀបចំពិធីតាមជំនឿសាសនានិងទំនៀមទម្លាប់របស់ខ្លួនជាង3ទសវត្សរ៍ចុងក្រោយនេះក្រោមការដឹកនាំដ៏ឆ្លៀសវៃនិងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនស្ថាបនិកនយោបាយឈ្នះប្រជាណាចក្រកម្ពុជាបានប្រែក្លាយជាប្រទេសដែលមានសុខសន្តិភាពឯកភាពជាតិឯកភាពទឹកដីឯករាជ្យជាតិនិងអធិបតេយ្យភាពពេញបរិបូរណ៍ដែលមិនធ្លាប់មានក្នុងរយៈពេលជាង500ឆ្នាំក្នុងប្រវត្តិសាស្ត្រចុងក្រោយក្រោមដំបូលសុខសន្តិភាពប្រទេសកម្ពុជាក៏បានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាមទៅជាសង្គមសម័យទំនើបដោយផ្ដល់ជាគំរូក្នុងការស្ថាបនាសន្តិភាពការបញ្ជៀសជម្លោះនិងការបង្កើតឲ្យមានតុលាការគំរូមួយសម្រាប់ពិភពលោកដោយបានកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមប្រកបដោយជោគជ័យព្រមទាំងបានចារឹកជាស្លោកទុកក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើបថាសន្តិភាពតាមរយៈយុទ្ធធម៌ផ្សះផ្សាជាតិនិងយុទ្ធធម៌ផ្សះផ្សាជាតិក្នុងគោលដៅសន្តិភាពឆ្លងតាមលទ្ធផលនៃការបញ្ចប់ដំណើរការតុលាការ
នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យទទួលបានយុត្តិធម៌កិត្តិយសហើយសេចក្តីថ្លៃថ្នូរក៏ត្រូវបានស្ដារឡើងវិញព្រមទាំងទទួលបាននូវការប៉ះប៉ូវចំពោះការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមដោយទទួលស្គាល់គម្រោងសំណងចំនួន26ក្នុងនោះក៏មានទិវាជាតិនៃការចងចាំមួយដែរជាមួយនឹងការរំលឹកខួបទី9ទិវាជាតិនៃការចងចាំ20ឧសភាឆ្នាំ2026នេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឲ្យបានគង់វង្សពីព្រោះសន្តិភាពគឺជាមូលដ្ឋានសម្រាប់ការកសាងគ្រួសារសហគមន៍និងប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនមានស្ថិរភាពនិងសន្តិសុខសប្តាហ៍ថ្ងៃនេះកម្ពុជាកំពុងរស់នៅក្រោមម្លប់សុខសន្តិភាពស្ថិរភាពនយោបាយស្ថិរភាពសង្គមនិងការអភិវឌ្ឍសមិទ្ធផលអស់ទាំងនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលនិងប្រជាជាតិទាំងមូលក្នុងការថែរក្សាសន្តិភាពការផ្សះផ្សាជាតិនិងលើកកម្ពស់ស្មារតីសាមគ្គីជាតិក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះអំពើហិង្សានិងភាពមិនប្រកបប្រជាខ្ពស់កម្ពុជាកាន់តែយល់ច្បាស់អំពីតម្លៃនៃសន្តិភាពនិងស្ថិរភាពសង្គមហើយក៏ជាអ្វីដែលកម្ពុជាត្រូវចងចាំនិងយល់ដឹងឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនិងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនទាំងនេះគឺជាសារដ៏មានអត្ថន័យរបស់ថ្នាក់ដឹកនាំនៃយើងក្នុងទិវាជាតិនៃការចងចាំ20ឧសភាអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ